តែចេញមុខប្រកាសបដិសេធយ៉ាងដាច់អហិង្សាចំពោះព័ត៌មានមិនពិតដែលកំពុងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានបរទេសមួយចំនួនជាពិសេសការចុះផ្សាយរបស់កាសែតអង់គ្លេសមួយដែលអះអាងថាមានករណីទាហានជើងទឹកថៃបានរអេះឃ្លាំងសពាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូមួយតាមព្រំដែនដែលក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថាការផ្សព្វផ្សាយនេះគឺជាព័ត៌មានคล้ายៗមិនមានមូលដ្ឋានការពិតនិងមានចេតនាបង្កភាពច្របល់ក្នុងសាធារណមតិព្រោះតាមការពិនិត្យនិងការបញ្ជាក់ផ្លូវការរូបភាពនិងទីតាំងដែលត្រូវបានយកទៅបកស្រាយខកបំណងនោះមិនមែនស្ថិតនៅក្នុងបរិវេណអគារកាស៊ីណូណាមួយឡើយប៉ុន្តែជាទីតាំងរបស់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកដែលស្ថិតនៅច្រកចូលលេខ56ជារបស់នគរបាលការពារព្រំដែនគោកលេខ825នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុងមិនមានការជ្រៀតជ្រែកឬការរំលោភបំពានពីភាគីណាមួយដោយការចោទប្រកាន់ឡើយក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថាការចែកចំណាយព័ត៌មានមិនពិតបែបនេះបង្ហាញពីចេតនាទុច្ចរិតនិងអាក្រក់ខ្លាំងដែលផ្ទុយស្រឡះពីស្មារតីនៃកិច្ចព្រមព្រៀងរួមរវាងកម្ពុជានិងថៃជាពិសេសចំណុចទី8នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅរវាងប្រទេសទាំងពីរកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានឯកភាពគ្នាដោយច្បាស់ថាត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតឬព័ត៌មានបំភ្លឺដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងបង្កើនបរិយាកាសល្អសម្រាប់ការសន្ទនាដោយសន្តិវិធីក្នុងពេលជាមួយគ្នានេះផងដែរអភិបាលខេត្តពោធិ៍សាត់លោកខុនរីដាក៏បានចេញមុខព្រមានយ៉ាងតឹងរឹងចំពោះបុគ្គលឬក្រុមណាដែលកំពុងបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើនិងទន្ទ្រានដីព្រៃយកទៅធ្វើជាកម្មសិទ្ធិឯកជននៅក្នុងភូមិសាស្ត្រឃុំអូសោមស្រុកវាលវែងដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋបាលខេត្តនឹងមិនអោនឲ្យឬលើកលែងឲ្យជនល្មើសណាម្នាក់ឡើយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ទាំងចំពោះអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធព្រោះការកាប់ទន្ទ្រានដីព្រៃនិងការបំផ្លាញធនធានព្រៃឈើគឺជាមូលហេតុធំដែលនាំឲ្យបាត់បង់ធនធានធម្មជាតិបង្កគ្រោះមហន្តរាយបរិយាដ្ឋាននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋជាទូទៅជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់ទាំងនេះត្រូវបញ្ចប់ជាបន្ទាន់នៅសកម្មភាពកាប់បំផ្លាញព្រៃឈើការចាប់យកដីព្រៃនិងការធ្វើជំនួញដីធ្លីខុសច្បាប់ដើម្បីចូលរួមការពារនិងថែរក្សាធនធានធម្មជាតិឲ្យនៅសល់សម្រាប់កូនចៅជំនាន់ក្រោយនិងដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងច្បាប់រដ្ឋឲ្យបានគង់វង្សច្បាប់ដែលកំណត់ជាបទល្មើសធ្ងន់ធ្ងរទាំងឡាយដែលជាការបំផ្លាញធនធានធម្មជាតិនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានព្រមទាំងគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូលត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ដែលក្នុងឱកាសនោះលោកក៏បានអំពាវនាវនិងជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្តចូលរួមសកម្មភាពថែរក្សានិងការពារបរិស្ថានជាប្រចាំជាពិសេសការថែទាំកូនឈើឲ្យបានហ្មត់ចត់ដើម្បីឲ្យវាអាចដុះលូតលាស់រឹងមាំឆាប់ធំធាត់និងមិនបាត់បង់ទៅវិញក្នុងអនាគតខណៈពេលជាមួយគ្នានេះដែរក្នុងឆ្នាំ2025វិស័យនាំចេញអង្កររបស់កម្ពុជាបានបង្ហាញពីសញ្ញាវិជ្ជមានយ៉ាងខ្លាំងដោយការនាំអង្ករទៅលក់នៅទីផ្សារអន្តរជាតិមានការកើនឡើងដល់ទៅ 50% តាមរាយការណ៍របស់សហព័ន្ធស្រីកម្ពុជាដែលបានបញ្ជាក់ថាក្នុងរយៈពេល1ឆ្នាំនោះមានក្រុមហ៊ុនចំនួន68បាននាំអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិចំនួន75គោលដៅដោយមានបរិមាណសរុប 943,221 តោននិងទទួលបានចំណូលសរុបប្រមាណជាង$600 លានអាមេរិកដែលជាការកើនឡើងប្រមាណ 45% បើប្រៀបធៀបទៅនឹងឆ្នាំ2024ហើយក្នុងចំណោមគោលដៅនាំចេញទាំង75នោះទីផ្សារអឺរ៉ុបនៅតែជាទីផ្សារធំបំផុតដោយមានដល់ទៅ28គោលដៅនិងបរិមាណអង្ករនាំចេញជាង100,000 តោនគិតជាទឹកប្រាក់ជាង$258 លានបន្ទាប់មកគឺទីផ្សារចិននិងហុងកុងដែលមានបរិមាណអង្ករនាំចេញជាង200,000 តោននិងទទួលបានចំណូលប្រមាណជាង$138 លានខណៈដែលប្រភេទអង្ករនាំចេញសំខាន់ៗរួមមានអង្ករក្រអូបមានភាគរយខ្ពស់បំ
พด 64.02% អង្គសុបវែង 13.71% អង្គចំហុយប្រមាណ 2% អង្គសរីរាង្គ 1.32% អង្គបាក់គ្រប់ប្រភេទ 18.56% និងអង្គប្រភេទផ្សេងទៀតប្រមាណ 0.39% ដែលទាំងអស់នេះបង្ហាញពីសក្តានុពលនិងភាពរឹងមាំនៃវិស័យកសិកម្មកម្ពុជាក្នុងពេលជាមួយគ្នានេះផងដែរនៅលើឆាកអន្តរជាតិរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសារព័ត៌មានអង់គ្លេសដ៏ល្បី BBC ចាត់ទុកជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយសម្រាប់ឆ្នាំ 2026 ដែលរួមបញ្ចូលជាមួយទីក្រុងនិងគោលដៅល្បីៗចំនួន 19 ទៀតនៅជុំវិញពិភពលោកដែលត្រូវបានណែនាំឲ្យភ្ញៀវទេសចរជ្រើសរើសមកទស្សនានិងកម្សាន្តប្រចាំឆ្នាំនេះបង្ហាញយ៉ាងច្បាស់ថាកម្ពុជាកំពុងកើនឡើងទាំងក្នុងវិស័យសេដ្ឋកិច្ចកសិកម្មនិងទេសចរណ៍ហើយកំពុងក្លាយជាគោលដៅដ៏មានសក្តានុពលនិងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងទីក្រុងភ្នំពេញកំពុងក្លាយជារាជធានីសម័យថ្មីមួយដែលមានភាពរស់រវើកនិងទាក់ទាញខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារតែការបើកចំហយ៉ាងទូលំទូលាយចំពោះភាពច្នៃប្រឌិតការអភិវឌ្ឍប្រកបដោយចីរភាពនិងសមិទ្ធផលថ្មីៗជាច្រើនដែលកំពុងបដូររូបរាងនិងអត្តសញ្ញាណរបស់ទីក្រុងនេះជាបន្តបន្ទាប់សារព័ត៌មានអន្តរជាតិដូចជា BBC បានរៀបរាប់ថាភ្នំពេញមិនមែនជារាជធានីដែលមានតែប្រវត្តិសាស្ត្របុរាណទេប៉ុន្តែជាទីក្រុងដែលកំពុងដើរឆ្ពោះទៅមុខយ៉ាងលឿនជាមួយស្ថាបត្យកម្មទំនើបអគារខ្ពស់អាកាសយានដ្ឋានអន្តរជាតិថ្មីបណ្ដាញផ្លូវធំទូលាយនិងសន្តាគារប្រណិតដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំភ្នំពេញក៏មានការរីកចម្រើនខ្លាំងក្នុងវិស័យទេសចរណ៍និងសេវាកម្មដោយមានប្រាក់បរមរាជវាំងដែលជានិមិត្តរូបនៃវប្បធម៌ជាតិភោជនីយដ្ឋានម្ហូបអាហារដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់ក៏ដូចជាហាងកាហ្វេបែបច្នៃប្រឌិតជាច្រើនដែលក្លាយជាកន្លែងជួបជុំរបស់យុវជននិងអ្នកបង្កើតមាតិកាសម័យថ្មីBBC ក៏បានបញ្ជាក់ថាការជ្រើសរើសភ្នំពេញជាគោលដៅទេសចរណ៍ល្អបំផុតមួយគឺផ្អែកលើការស្រង់មតិយោបល់ពីបណ្ដាអ្នកសារព័ត៌មានអន្តរជាតិដែលមានបទពិសោធន៍ព្រមទាំងអាជ្ញាធរទេសចរនិងអ្នកជំនាញជាច្រើននៅលើពិភពលោកដើម្បីកំណត់ទីកន្លែងដែលអាចស្វាគមន៍ភ្ញៀវទេសចរដោយកក់ក្ដៅមានសុវត្ថិភាពនិងមានឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ចនិងសង្គមមូលដ្ឋានជាមួយគ្នានេះដែរកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនបរទេសដោយក្នុងឆ្នាំ 2025 ក្រុងប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន630គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ $10,000 លានអាមេរិកកើនឡើងប្រហែល 52% បើប្រៀបធៀបនឹងឆ្នាំមុនហើយគម្រោងទាំងនេះអាចបង្កើតការងារបានជាង 438,000 កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងចំណោមគម្រោងទាំងអស់នេះមានគម្រោងចំនួន387គម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនិងគម្រោងចំនួន243គម្រោងដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខណៈដែលប្រទេសចិននៅតែជាវិនិយោគិនធំជាងគេដោយកាន់កាប់ប្រហែល 54% នៃទុនវិនិយោគសរុបវិស័យដែលទទួលបានការវិនិយោគច្រើនបំផុតរួមមានឧស្សាហកម្មផលិតកម្មទេសចរណ៍សំណង់រោងចក្រតម្លើងកង់រោងចក្រផលិតរថយន្តនិងរោងចក្រស៊ីម៉ង់ដែលទាំងអស់នេះកំពុងជួយជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសបន្ថែមពីលើនេះអាជ្ញាធររាជធានីខេត្តក៏បានចុះបញ្ជីគម្រោងវិនិយោគបន្ថែមចំនួន228គម្រោងទៀតដែលមានទុនវិនិយោគសរុបប្រមាណ $763 លានអាមេរិកនិងអាចបង្កើតការងារបានជាង 16,000 កន្លែងទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថាភ្នំពេញមិនត្រឹមតែជារដ្ឋបាលមជ្ឈមណ្ឌលនៃប្រទេសទេប៉ុន្តែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌និងភាពច្នៃប្រឌិតដែលកំពុងបើកទ្វារទៅរកអនាគតថ្មីមួយដោយមានទំនុកចិត្តសក្តានុពលនិងឱកាសមិនចេះអស់សម្រាប់ទាំងប្រជាពលរដ្ឋនិងភ្ញៀវទេសចរពីគ្រប់ទិសទី